បាទឥឡូវនេះយើងកំពុងតែរៀបចំអវ៉ាន់ទៅចែក30គ្រួសារដាក់មុខតែចឹងធ្លាក់អស់ឥឡូវហើយបាទឥឡូវដំណើរយើងកំពុងឲ្យឈ្មោះទៅកាន់រនតឯកនៅកន្លែងហ្នឹងគឺមានជនភៀសសឹកដែលគាត់បាត់បង់ទីលំនៅហើយនឹងកន្លែងក្តៅមិនតាន់អាចត្រឡប់ទៅវិញបានដែលគេបានលើដំណឹងតាមគិតថាអ្នកខ្វះខាតអ្នកត្រូវការយើងជួយហើយយើងបានទទួលអង្គចាស់ហើយយើងនឹងបានទៅកន្លែងមួយដើម្បីយើងបានទៅកន្លែងដែលរស់នៅអកាចនិតនៅទីកន្លែងដែលព្រះអង្គសាងសង់ឲ្យយើងនោះឯងត្រូវរក្សាជំនឿហើយជឿតោងព្រះអង្គឲ្យចប់អានព្រះបន្ទូលព្រះអង្គបកកគ្នាបានគុំព្រះអង្គអាមែនបើកាលណាជារៀបរបស់ព្រះអង្គស្រែកអំពាវនាវរកព្រះនាមព្រះអង្គនឹងលឺហើយព្រះអង្គនឹងឆ្លើយតបទៅកាន់គេអាមែនបាទអរគុណមានមាន់សាច់ជ្រូកបន្លែមានត្រង់3អត់ញ៉ាំបាយអត់បាយចៅហើយបានមហូបថ្ងៃហ្នឹងបានខាងកម្រងធ្វើមហូបអីនេះធ្វើមហូបល្ងាចហើយនៅល្ងាចធ្វើឲ្យស្ងើពងទាហើយជ្រូកជូរស្វាយចាក់ចាបាទអញ្ចឹងមហូបដែលពួកខ្ញុំឲ្យថ្ងៃនេះទុកស្អែកព្រលឹមឡើងគ្រូចាបាទណែហ៎ងើបតែឡើយអស់ហើយអូមកពីអូស្មាច់ហ៎ចាតំបន់ក្រហមព្រោះតំបន់ហ្នឹងឥឡូវគេពាត់យកអស់ហើយចាហ្នឹងហើយអញ្ចឹងអត់តហ៊ានត្រឡប់ទៅវិញទេអត់ហ៊ានទេនឹងយូរនៅអូមកយូរហើយណែហើយចិត្តមួយខែណែមកពីណាវិញខាងនេះមកពីខាងឧត្តរមានជ័យខាងស្រុកលំវែងអូមកពីឧត្តរមានជ័យស្រុកលំវែងហើយគ្រូសាតាណាហើយអ្នកគ្រូហៅទៅកន្លែងហ្នឹងហើយពួកខ្ញុំមកមានអំណោយចែកឲ្យ Hello មកពីណានេះក្មេងៗនេះមកពីខេត្តណាមកពីឧត្តរមានជ័យចាអូហើយពងធ្វើអីនេះដាំទឹកឲ្យគាត់ដាំទឹកហ៎ធ្វើម្ហូបហ៎អូហើយកូនឯងរៀនណាក់ទីម៉ាននេះទី6អូអញ្ចឹងខាតរៀនទេយើងចង់ត្រឡប់ទៅរៀនវិញហ៎
ម្ចាស់ដ៏ជាព្រះកូនលើកថ្វាយបងស្រីដែលការជិះចាប់គោជើង មកតាំងថ្ងៃទី9លើថ្ងៃនេះថ្ងៃទី គេបាញ់ពេលព្រឹកថ្ងៃទី8យើងចេញមកថ្ងៃទី9ពេលព្រឹក អូ ឥឡូវថ្ងៃនេះទី9ខែ1យើងបានតែអត់ទាំង10ខែបានទៅ2ដងនៅគ្រូឆ្កែងាប់មួយក៏នេះតោះគាត់នេះ បានធ្វើមន់បដ ாய் ឆ្លោយគេបង អត់ទាន់ដឹងអត់ដឹង ពុនប្រងនេះនៅសាលាបាទឥឡូវយើងធ្វើដំណើរចេញពីកន្លែងចែកត្រឡប់ទៅវិញហើយឃើញថាជប់ល្មមបាទ